រឿងប្រាជ្ញាតនសាយបោកចចកកំណាតនៅកណ្ដាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយមួយដែលពោរពេញទៅដោយដើមឈើធំធំខ្ពស់ស្រឡះនិងសំឡេងសត្វបក្សាបក្សីយំឆ្លើយឆ្លងគ្នាបង្កើតបានជាតន្ត្រីធម្មជាតិដ៏ពីរោះរូបរាងតូចច្រឡឹងរបស់សុភាទន្សាយបានលេចឡើងយ៉ាងស្រស់ត្រកាលសុភាទន្សាយដែលមានរោមពណ៌សភីននិងមានអ៊ុចពណ៌ត្នោតខ្ចីលើខ្នងកំពុងតែលោតកញ្ឆេងយ៉ាងសប្បាយរីករាយនៅលើវាលស្មៃដែលដុះខៀវខ្ចីភ្នែកធំដែលមានពន្លិឆ្លាតវៃរបស់វាសម្លឹងមើលទៅផ្កាព្រៃយ៉ាងរស់រវើកខណៈដែលច្រមុះតូចពណ៌ផ្កាឈូករបស់វាញាក់ជាប់ជានិច្ចដើម្បីហិតក្លិនលំអងផ្កាដ៏ក្រអូបផ្សាយភាយតាមខ្យល់អ្វីដែលធ្វើឲ្យវាមើលទៅកាន់តែគួរឲ្យស្រឡាញ់នោះគឺក្រមាពណ៌ក្រហមឆ្នួតសតូចមួយដែលវាបង់នៅជុំវិញកយ៉ាងមានរបៀបដែលបង្ហាញពីអត្តចរិតរៀបរយនិងភាពរហ័សរហួនរបស់វាត្រចៀកវែងទាំងពីរក្រវិសចុះឡើងយ៉ាងរហ័សដើម្បីស្ដាប់រាល់ចលនាដែលកើតមានឡើងនៅជុំវិញខ្លួនព្រោះវាតែងតែប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់ដែលមើលមិនឃើញប៉ុន្តែនៅក្នុងភាពស្ងប់ស្ងាត់នោះស្រមោលដ៏ខ្មៅងងឹតមួយបានលូបលួតដើរយឺតតាមពីក្រោយកំពតព្រៃយ៉ាងស្ងៀមស្ងាត់វាគឺជាចចកំណាតដែលមានមាឌធំម៉ាមនិងគួរឲ្យខ្លាចបំផុតនៅតង់បននេះរោមពណ៌ប្រភេទក្រមៅដែលកក់ខក់នឹងរញីរបស់វាបញ្ជាក់ពីភាពខួខៅដែលវាបានឆ្លងកាត់ជាច្រើនឆ្នាំមកហើយភ្នែកពណ៌លឿងឆេះដោយភ្លើងរបស់វាសម្លឹងមករកសុភាទន្សាយដោយភាពលោភលន់ខណៈដែលទឹកមាត់របស់វាចាប់ផ្ដើមហៀចេញពីមាត់ដែលពោពេញដោយធ្មេញមុតស្រួចស្លាកស្នាមដែកបន្តិចនៅលើត្រចៀកខាងឆ្វេងរបស់វារួមជាមួយអវកៈចាស់រហេះពណ៌ត្នោតចាស់ដែលវាស្លៀកធ្វើឲ្យវាមើលទៅកាន់តែមានគ្រោះថ្នាក់និងគួរឲ្យខ្លាចទ្វេដងកន្ទុយធំវែងរបស់វាអូសនៅលើដីបង្កើតជាស្នាមវែងនៅពេលវាបោះជំហានមកជិតសុភាទន្សាយដែលមិនដឹងខ្លួនស្រាប់តែក្នុងមួពព្រិកភ្នែកចចកំដាចបានលួចចេញពីកំពូតព្រៃមកឈោស្តាក់ផ្លូវសុភាទន្សាយយ៉ាងលឿនហាថ្ងៃនេះសំណាងល្អណាស់ដែលបានជួបអាទុនសាយទូតសាយទុនម្នាក់នេះសំឡេងក្រឡូដ៏គួរអង្ក្លែងរបស់ចចបានបន្លឺឡានធ្វើឲ្យសត្វបក្សីហាយផ្អើលភ្លេងព្រៃក្រញ៉ាំជើងមុតស្រួយរបស់វាត្រៀមខ្លួនជាស្រេចដើម្បីចាប់ហែកសាច់របស់សុភាទន្សាយទោះបីជាបេះដូងរបស់សុភាទន្សាយលោតញាប់ដោយស្ករវាយក៏ដោយប៉ុន្តែវាបានតាំងស្មារតីយ៉ាងរឹងមាំនិងភ្នែកឆ្លាតវៃរបស់វាចាប់ផ្ដើមវាលរកល្បិចភ្លាមវាមិនបានរត់ហ្គេកដោយភាពភ័យខ្លាចនោះទេតែបែរជាធ្វើជាអង្គុយយ៉ាងស្ងប់ស្ងៀមរួចយកដៃសារក្រមាពណ៌ក្រហមឆ្នូតសរបស់វាឲ្យមានរបៀបរួចនិយាយទៅកាន់ចចកវិញដោយសំឡេងផ្អែមល្ហែមថាលោកបងចចកដ៏មានអំណាចអើយតែលោកបងចង់មកសម្លាប់ខ្ញុំនៅពេលនេះមែនទេពិតជាគួរឲ្យស្ដាយណាស់បើលោកបងធ្វើបែបនេះលោកបងប្រកាសជាបាត់បង់ឱកាសដ៏មហាសាលដែលមិនធ្លាប់មានក្នុងលោកនេះជាមិនខានចចកកំណាចមានភាពងឿងឆ្ងល់ជាខ្លាំងចំពោះភាពក្លាហាននិងពាក្យសម្ដីដ៏ចម្លែករបស់សុភាទន្សាយវាបានឈប់មួយសន្ទុះរួចសួរដោយភាពមិនទុកចិត្តថាតើឯងចង់និយាយពីអ្វីឱកាសមហាសាលស្អីទៅដែលឯងត្រូវខ្វល់នោះសុភាទន្សាយលួចញញឹមកងចិត្តព្រោះដឹងថាចចកលឿងខ្លៅនេះបានធ្លាក់ក្នុងអន្តៈពាក្យសម្ដីរបស់ខ្លួនហើយវាបានចង្អុលទៅកាន់វត្ថុមួយយ៉ាងដែលព្យួរនៅលើមែកឈើមិនឆ្ងាយពីនោះទេរួចបន្តរៀបរាប់ដោយក្បាច់ក្បួនដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់សត្វកំណាចនេះគឺជាការចាប់ផ្ដើមនៃរបៀបប្រាជ្ញាដ៏អស្ចារ្យដែលសុភាទន្សាយត្រូវប្រើគ្រប់របៀបដើម្បីសង្គ្រោះជីវិតខ្លួនឯងពីក្រញ៉ាំជើងមុចរាដ៏កាចសាហាវមួយនេះខណៈដែលខ្យល់អាកាសក្នុងព្រៃចាប់ផ្ដើមប្រែជាតានតឹងឡើងសុភាទន្សាយដឹងយ៉ាងច្បាស់ថាប្រសិនបើវាមិនអាចបុកបញ្ឆោតចចនេះទេជីវិតរបស់វានឹងត្រូវបញ្ចប់នៅថ្ងៃនេះជាមិនខានប៉ុន្តែភាពឆ្លាតវៃរបស់វាគឺជាអាវុធដ៏មានឥទ្ធិពលជាងក្រញ៉ាំជើងមុតស្រួយទៅទៀតការប្រជុំមុខគ្នារវាងកម្លាំងបាយនិងបញ្ញាបានចាប់ផ្ដើមឡើងយ៉ាងជោគជ័យបំផុតនៅក្នុងព្រៃជ្រក់នេះនៅខណៈពេលដែលសុភាទន្សាយកំពុងតែលោតកញ្ឆេងតាមវាលស្មៅយ៉ាងសប្បាយរីករាយខ្យល់រំភើយនៃព្រៃព្រឹក្សាបានបក់នាំយកក្លិនក្រអូបនៃផ្កាព្រៃមករកច្រមុះទូចពណ៌ផ្កាឈូករបស់វាដែលញាក់ជាប់ជានិច្ចមិនឈប់ឈរសុភាទន្សាយដែលមានរោមពណ៌សភីងលាយអ៊ុចពណ៌ត្នោតខ្ចីបានរត់សម្ដៅទៅរកមាត់អូរទូចមួយដែលមានទឹកថ្លាឆ្វេងដើម្បីផឹកទឹកឲ្យត្រជាក់កាយបំបត្តិភាពហត់នឿយប៉ុន្តែវាមិនដឹងតតែសោះថានៅពីក្រោយដើមឈើធំដែលមានស្លែដុះរុំជិតនោះមានភ្នែកពណ៌លឿងឆេះដូចភ្នក់ភ្លើងមួយគូកំពុងតែលុបសម្លឹងមើលវាយ៉ាងសាហាវខូខៅបំផុតម្ចាស់ភ្នែកដ៏គួរឲ្យខ្លាចនោះគឺចចកកំណាចដែលមានមាឌធំមាំនិងមានរោមពណ៌ប្រភេទក្រមៅរញ៉េរញ៉ៃកខ្វក់ដែលមិនដែលបានសម្អាតសោះឡើយចចកកំណាចបានឈរលិតបបួរមាត់យ៉ាងស្រេកឃ្លានខណៈដែលត្រចៀកខាងឆ្វេងដែលមានស្លាកស្នាមដាច់បន្តិចរបស់វាកម្រើកស្ដាប់សំឡេងដង្ហើមរបស់ទន្សាយតូចដែលគ្មានអាវុធការពារខ្លួនវាបានដើរចេញពីទីងងឹតយឺតកន្ទុយធំវែងរបស់វាអូសនៅលើដីបង្កើតជាស្នាមអូសវែងតាមពីក្រោយអាវកាក់ពណ៌ត្នោតចាស់ដែលរហែករយ៉ៃមើលទៅគួរឲ្យខ្លាចញញើតសំឡេងជើងដ៏ធ្ងន់របស់វាដែលជន់លើមេឃឈឺងាប់ឮសូរក្រាកបានធ្វើឲ្យសុភាទន្សាយភ្ញាក់ខ្លួនព្រឺត
ตุนซ้ายฉลาดไว้งีกหมอกเคยจะจอกเพลียมก็มีอารมณ์ไผ่คล้ายจะระหุดดอนหย่อจึงกันตรักปันท้ายโดยซาเพียบฉลาดไว้ปีกำเนิดวิบานพิชเยี่ยมสำรวจดังหามหนึ่งตุกเจ็ดอ้อยสงบบำพุดวิยอกใดตุยระเบาเวียเตอเบาๆอังแอลกระมาปอกระหอมชนดซอได้บังในชุมวิงกออย่างสะอาดดำไปพดอลกำลังเช็ดดอกโคลงไอนขนมครีอาซอนนี้โอ้โหโซเพียตุนสายสัตว์ซอกใจเอ้ยทางอันนี้อังปิดจีสำนางอักรอกนะปรุอังรุดมันรูดปีกระยำเจืองดมุดสวยระเบาอังลอยจะจอกกระหิมลาวอย่างครั้งดอยสำเลงสะอาดระหดเพื่อเอาสัตว์บักษาบักใสได้กำปุงตุ่มลืมแมกชื่อกระแบโนหาประเสริฐประสาทจึงจะจอกบันบ่จำเหียนจัวมกเกียกรุ่ยเลือกระยำเชืองดอมแวงระเบิดเวียล่างบ่มป้องหนึ่งฟาร์มยกคลุนสุเพียตุนไซเถื่อจีจำในเปลเงียดดอกช่วยชงันปันตายเพลียมโนสุเพียตุนไซได้ฉลาดไว้บันนึกเคยระเบิดมือเพลดเวียบันดาถอยกรอยบันติกแต่โชกระบาดามเชือทุมมวยได้เมียนสมบุกเอาอาละทุมเมียนปอทนากระเมากำปงฟิวโยลแต่โยลเหมาะตามกำลังขจรบอกสุเพียตุนไซเถื่อจีมันไผ่คล้ายไอ้ท่ามแต่ยังยืมดักจะจอกรุ่ยในเย่ดอยสำเลียงรึงมอมท่าชุบเส้นหลกบองจะจอกหลกบองช่องซีขนมกบาลได้ปัญจ้าหลกบองตรึกดังท้าเปรนี้ขนิ้วมันแมนชีตุนสายดาเลงธรรมดาตีคือขนมกำปุ้งบำปิงพิรกิจดอสำคัญมหิมาบำพดคือเยี่ยมทรบสมบัติดอมเมียนตำไลระบอบเปรเชียจะจอกกำนาดบานบังอองระเบือนเพลียมหอยสำเลืองมือเตอสุเพียตุนสายดอยกระไดงึงชงองจีคลังเวียบานจรวนจินจามหอยซั่วทางสำเลียงกำเรียมกำหางท่าตรบสมบัติไอเตอร์อังกมาพูดพออังอ้อยซอบ้ามันด้วยชนะเตอังหนึ่งซีอังอ้อยมอดขลองเปียนี้สุเพียตุนไซยิมอย่างเมียนเปรียบรู้จังโอเตยสมบุกออมแอลได้ในจิตใดเนาะหายนิเยบังอับท่านี่คือชีสกอเมียมเหตุริธิได้เปรียริเชียตรงบานประโกลไอขยิมเยียวกามอย่างตึงรึงบำพุดญาณาได้บานเตสกอนี่หนึ่งเมียนสำเลียงปีโรกระอุนหอยสัตว์ยันลายกำลังเปรย์หนึ่งกุรุบเกาคล้ายโดยเจสเดมริกีชิมันคานบรรดาเปริเชียบานหามได้คาดมันอ่อนญาณามันเนี่ยปาปอเวียลอยบ้ามันเมียนกะอนุญาตปีเขียมเชียยิมฟตอลจะจอกได้ลงคลาวหนึ่งเมียนจัดลบล้วนจองบานอำนาจรับกาแบบบานลือโซเปียทัสกอเมียหนึ่งอำนาจแบบนี้ก็จับดามพลิกเรื่องซีเซ็กตนไซออร์ลิงปีโคกบาลเวียบานสำเลืองมือสมบุกเอาแอลนอโดยแก้วพเนปอเลืองฟลูโรโลงโดยกระไดปรารถนาเวียกิดขนมจัดท่าบ่าวเวียบานเตสกอนี้เวียนึงคลายจะเสด็จปรีได้กรุบสัตว์ตั้งอ้อตรือหลุดจึงกุ้งจอจันเวียจะจอบบานดาวโจมจิตสมบุกเอาแอลโลการตะครั้งขณะใดสุเพียตุนไซลุยไซก็คือขนมจิตจึงพวกเขียบและงงคลังบำพดระบอบสตรีดอกกำนาดมันแน่นี้ลูกบองจะเจาะจองสักลูกบองเตเวียดำไปสักฤทธิ์ที่อำนาจเดสุเพียตุนสายสัวนอมเพลโดยเพียบฉลาดวีบมพดจะเจาะเงาะกระบายอย่างเลือนขณะใดคนตุยทุ่มเวงระบอเวียกรวีเจาะหลังในเลือดใดบงกายจีทุลีหุยโดยกระไดรุมเพิ่มหยับย่อตุนสายตุยเกาะบรรต่อโดยระเบิดทาบรรตามนหนึ่งแต่ลูกบองเตรียมจำเอาขี้หนุ่มดาวเตอเอาชงายบรรเตสันปลุกสำเร็จสกอนี่คลังมหิมาคลายป้าปอโดยตรจีตุยระบอคิมในเวียได้คลื่นรถตัวดอยตัวข้างมุกหายสายทาเตะบานนกลูกบองไอเตวีไอออปีกำลังใดแต่งดองเตยจะเจาะโยนโปรงตามสำนักระบอสุเพียตุนสายเพลียมโดยบรรดานั่งต่อแต่ซอทาครูถนัดโดยทุ่มเทงโดยเวียสมานมันดอนกงปงแต่รงจำเวียไว้ประหารวินจะรังเปลี่ยนมันติดนี้สุเพียตุนสายก็จับดามลวดจึงตัวอย่างเลือนแสลตุเอาจะเจาะโชว์รงจำอย่างอันเตซาเนื้อขณะเปดาสุเพียตุนสายกงปงแต่เอาเกรียบจุนเจาะตึกโอย่างตระเจตึกได้ทลาด้วยกันเจาะบ้านชั่วบรรจังไอเคยในรูปเรียงดอกโตจะเลิงระบเวียปันตาเพลียมนู้ปไตตึกสรับแต่เมียนรมหยอดติกขอพลายปีธรรมดาตระเจเวงระบสุเพียตุนสายบ้านกำเริกยางรอฮะดำไปจับโยกสำเลียงจุ้มเวงคลูนเวียรมเกิลคลูนบันติกรูดเงียกร้อยโดยเพียบฉลองเฉลียวบำพอดขณะใดจรมุโตยปอบกาชุระบเวียบ้านเนี่ยจอบจีนิกโปรเวียทุ่มคลื่นชะอังไม่ย่างได้เบาะหมอกตามขยอลในปีกร้อยดามเชอทุ่มมวยดัสเทเดอร์กบาลหมอดโอนุสรมอลปอโปรเพสกระเมาดัดทมมอมนึ่งกูไอคลายมวยบ้านรมเกิลคลวนเจนหมอกปีกนองปรีอย่างยืดนุคือจีเจาะกำนายได้เมียนพเนกปอเลืองเชโดยเพลืองกมปงสำเลืองหมอการสุเพียตุนสายดอยพีบเสด็จเคลียนย่างคลังบำพอดเจาะกำนายนี้เมียนรูปเรียงอากระกูไอสอับขปวมโรมระเบาเดียจุมแปกจุมเป็นเมื่อเต้ยก็กวกจีปุนเปกอาวกะจ้ารอหายปัวตนอจ้าได้เวียสเลียกบ้านเฟื่อเอาเวียเมื่อเต้ยการตายสหาวยุงขนงแถมเตียดเวียบานดาวมจิตสุเพียตุนสายดอยโอกันตุยทมแวงในเลือใดบึงกาชีสำเลงซักซะเลือสลักเชื่อสมุดได้จรูเรียปลายเป็นใดตระเจียขางเชวงได้เมนสลักสนามได้บันติกระเบเวียบ้านเงือบล่างอย่างขบเวียนเยดอยสำเลงกระเฮียมอย่างสอกนึ่งถงนทาแน่อาตุนสายโต๊ดโรมปอซอพิงได้มินอุดปอตนเอาระบบไอมือเตยกูไอจ้องสีนะทั้งไงนี่ปึดเจียสำนางทมระบบไอแมนได้บานจูบไอเนื้อกระไลสงัดแบบนี้ไอหนึ่งคล้ายเชียอาหารโดยชงันสำหรับกระแปะแดกำปงแต่เคลียนระบบไอมันคานเลยเวียบังไฮกระยำจืงดอมุดสรวยเจนหมอรูดบอจำเหียนโจแต่จิตสุเพียตุนสายกั้นแต่คลางลางตูใบเจขนงจิตเพยตกสลุดระโหดดอแบะดวงโลดหยุบโดยไวสกอก็ดอยปันใต้สุเพียตุนทรายได้มีนปราดญาเวียงเวยมันบานบองหานเพียบตุนจเรเอาจะจอกกำนาดเคยลาย
វាបានព្យាយាមសម្រួលដង្ហើមឲ្យស្ងាត់រួចយកដៃរំកើក្រមាពណ៌ក្រហមឆ្នូតសដែលបង់នៅករបស់វាឲ្យមានរបៀបរៀបរយឡើងវិញដើម្បីទៀងពេលគិតរកល្បិចសុភាទន្សាយបានញញឹមយ៉ាងមានទំនុកចិត្តទៅកាន់ចចកកំណាចរួចនិយាយដោយសំឡេងផ្អែមល្ហែមថាអូលោកពូចចកដ៏មានអំណាចនិងមានកម្លាំងខ្លាំងក្លាអើយតើលោកពូពិជីចង់ស៊ីខ្ញុំមែនឬខ្ញុំគ្រាន់តែជាទន្សាយទួយម្នាក់ដែលមានសាច់ទឹកទួយប៉ុណ្ណោះបើលោកពូស៊ីខ្ញុំឥឡូវនេះប្រកាសជាមិនអាចបំបត្តិភាពឃ្លានរបស់លោកពូបានឡើយប៉ុន្តែបើលោកពូមានចិត្តមេត្តានិងព្រមរងចាំបន្តិចខ្ញុំនឹងបង្ហាញលោកពូនៅកំណប់អាហារដ៏មហាសាលដែលលាក់ទុកយ៉ាងអាចកំបាំងក្នុងព្រៃនេះដែលអាចឲ្យលោកពូស៊ីបាន10ថ្ងៃក៏មិនអស់ដែរចចកកំណាតដែលងងខ្លៅនិងមានចិត្តលោភលន់បានបញ្ឈប់ជំហានរបស់ខ្លួនភ្លាមភ្នែកពណ៌លឿងរបស់វាបានបាក់ធំដោយភាពងឿងឆ្ងល់និងរំពឹងទុកវាសួរទៅកាន់សុភាទន្សាយវិញតែអន្ទះសារថាតើឯងនិយាយពិតមែនឬតើអាហារដ៏ច្រើនសន្ធឹកសន្ធាប់ដែលឯងនិយាយនោះនៅកន្លែងណាប្រាប់ឯងភ្លាមបើមិនដឹកនោះទីអញនឹងហែកសាច់ឯងស៊ីនៅទីនេះឯកតិចឥឡូវនេះសុភាទន្សាយឃើញល្បិចរបស់ខ្លួនចាប់ផ្ដើមមានប្រសិទ្ធភាពក៏ធ្វើពុតជាដាវទៅក្បែរកំពូតព្រៃមួយដែលពោពេញទៅដោយបន្លាមុតស្រួយរួចចង្អ៊ូលទីចលងភ្នំម្ខាងទៀតដែលងងឹតស្លុបនិងមើលទៅគួរឲ្យខ្លាចវាធ្វើជាសម្ដែងទឹកមុខយ៉ាងហត់មាត់បង់ធាត់ដើម្បីឲ្យចចកកំណាចជឿជាក់លើសម្ដីបោកប្រាស់របស់វាដោយគ្មានមន្ទាសង្ស័យអីឡើយសុភាទន្សាយបន្តល្បិចរបស់ខ្លួនយ៉ាងរលូនថាលោកពូមើលទៅទីនោះចុះនៅទីនោះមានរូងភ្នំសម្ងាត់មួយដែលមានសត្វកដានធัวនិងសត្វជ្រូកព្រៃជាច្រើនកំពុងតែសម្រាកលងលក់តាមពេលទៅខ្ញុំត្រូវបានស្ដេចព្រៃចាត់តាំងឲ្យមុខយាមផ្លូវនេះដើម្បីកុំឲ្យមានសត្វណាផ្សេងដឹងពីថាកំបាំងនេះឡើយប៉ុន្តែដោយសារលោកពូជាសត្វដែលមានឫទ្ធិអំណាចខ្លាំងក្លានិងគួរឲ្យគោរពបំផុតនៅក្នុងព្រៃនេះខ្ញុំសុខចិត្តនាំលោកពូទៅទីនោះប្រសើរជាងទុកឲ្យសត្វផ្សេងស៊ីចចកកំណាតស្ដាប់ឮដូច្នោះក៏មានអារម្មណ៍អរំភើបញាប់ញ័រជាខ្លាំងរហូតភ្លេចគិតពីភាពមិនសមហេតុផលនៃសម្ដីរបស់សុភាទន្សាយទាំងអស់វាបានបោតាមក្រោយសុភាទន្សាយយ៉ាងលឿនសម្ដៅទៅរកអន្ទាក់ដ៏គ្រោះថ្នាក់ដែលសុភាទន្សាយបានរៀបចំទុកជាមុននៅក្នុងខួរក្បាលដ៏ឆ្លាតវៃរបស់វាការដំណើរឆ្ពោះទៅរកភាពភ័យខ្លាចដែលចចកមិនដឹងមុនបានចាប់ដើមឡើងក្រោមការដំណើរផ្លូវរបស់ទន្សាយទួចម្នាក់នេះដែលកំពុងត្រៀមល្បិចបន្តសម្រាប់ជំពូកទី4ស្រមោលដ៏ធំខ្មៅរងើតមួយបានបាំងចិត្តពន្លឺព្រះអាទិត្យដែលកំពុងចាំងមកលើសុភាទន្សាយវាងាកក្រោយយឺតទាំងបេះដូងលោតញាប់ដូចជាសំឡេងស្គរស្រាប់តែប្រទះឃើញចចកកំណាចដែលមានមាឌធំមាំនិងគួរឲ្យខ្លាចបំផុតរោមពណ៌ប្រផេះខ្មៅរបស់វាមើលទៅក៏ខ្វក់និងរញ៉េរញ៉ៃខណៈដែលភ្លេកពណ៌លឿងឆេះដូចភ្លើងកំពុងសម្លឹងមកកាន់សុភាទន្សាយដោយភាពស្រេកឃ្លានជាពុនពេកត្រចៀកខាងឆ្វេងដែលមានស្លាកស្នាមដាច់បន្តិចរបស់វាកំរើកងីងើរីឯអាវកាក់ចាស់រហែកពណ៌ត្នោតចាស់ដែលវាស្លៀកក៏ហាក់ដូចជាតឹងណែនដោយសារសាច់ដុំដ៏ធំរបស់វាចចកបោះជំហានយឺតសម្ដៅមុខរកសុភាទន្សាយធ្វើឲ្យកន្ទុយធំវែងរបស់វាអូសនៅលើដីបង្កើតបានជាសំឡេងសង្កេតស្លឹកឈើស្ងួតយ៉ាងគួរឲ្យព្រឺក្បាលអាទន្សាយតូចចចកក្រហឹមដោយសំឡេងស្អកថ្ងៃនេះវាជាសំណាងអាក្រក់របស់ឯងហើយអញមិនបានស៊ីអ្វីសោះតាំងពីម្សិលមិញមកលេះឯងពិតជាចំណីដែលមកចំពេលដែលអញកំពុងឃ្លានពុនពេកសាច់ដ៏ទុនជ្រីនិងរោមសភៀងដ៏ស្រស់ស្ងាត់របស់ឯងប្រកាសជាធ្វើឲ្យអញឆ្អែតបានមួយពេលមិនខានឡើយទោះបីជាក្រុងចិត្តភ័យខ្លាចដល់ថ្នាក់ញ័រជើងក៏ដោយប៉ុន្តែសុភាទន្សាយដែលមានប្រាជ្ញាវាងវៃមិនបានបង្ហាញភាពតក់ស្លុតចេញមកក្រោយឡើយភ្នែកធំដែលមានពន្លឺឆ្លាតវៃរបស់វាបានក្រឡេកទៅឃើញសម្បុកឃុំដ៏ធំមួយដែលកំពុងព្យួរជាប់នឹងមែកឈើទាបមួយនៅក្បែរនោះសម្បុកឃុំនោះមានពណ៌មាសភ្លឺថ្លានៅក្រោមពន្លឺថ្ងៃហើយមានសត្វឃ្មុំហើរចេញចូលយ៉ាងរញ៉េរញ៉ៃបង្កើតបានជាសំឡេងហ៊ឺយ៉ាងងំក្រុងត្រចៀករំពេចនោះគំនិតដ៏ប៉ិនសបកមួយបានលេចឡើងក្នុងខួរក្បាលរបស់វាភ្លាមសុភាទន្សាយធ្វើជាអង្គុយចុះយ៉ាងស្រួលបួលរួចញាក់ច្រមុះតូចពណ៌ផ្កាឈូករបស់វាឲ្យរហ័សរួចញីអីទៅកាន់ចចកដៃសំឡេងផ្អែមល្ហែមថាអោលោកម្ចាស់ចចកដ៏អស្ចារ្យមុននឹងលោកស៊ីរូបខ្ញុំចង់ប្រាប់លោកថាថ្ងៃនេះលោកពិតជាមានសំណាងណាស់ដែលបានមកជួបខ្ញុំលោកមើលទៅលើមែកឈើនោះចុះតើលោកឃើញអ្វីទេនោះមិនមែនជាសម្បុកឃុំធម្មតាឡើយប៉ុន្តែវាគឺជាគង់ទឹករបស់ព្រះអ៊ីនដែលព្រះអង្គបានដាក់បញ្ជាឲ្យខ្ញុំមកយាមកាមយ៉ាងម៉ត់ចត់បំផុតចចកកំណាចដែលល្ងងខ្លៅក៏ងើបមុខមើលទៅតាមរាមដៃរបស់ទន្សាយវាឃើញសម្បុកឃុំយល់ទៅយល់មកតាមខ្ញុំក៏ចាប់ផ្ដើមមានចិត្តលោភលន់ចង់ដឹងជាខ្លាំងគង់ទឹកអីអានឃើញតែសម្បុកសត្វតោះចចកសួរដោយការសង្ស័យនឹងមិនទុកចិត្តសុភាទន្សាយប្រញាប់ពន្យល់បន្ថែមដោយទឹកមុខមើងម៉ាត់បំផុតពិតមែនហើយលោកម្ចាស់នេះជាសម្បត្តិសួគ៌នរាដែលបានវាគង់នេះវានឹងបន្លឺសម្លេងដ៏ពីរោះរណ្ដឹមដែលមិនធ្លាប់មានក្នុងលោកហើយអ្នកដែលវានឹងទទួលបាននូវមហិទ្ធិឫទ្ធិខ្លាំងពូកែអាចគ្រប់គ្រងសត្វព្រៃទាំងអស់បានព្រះអ៊ីនមានបន្ទូលថាមានតែអ្នកដែលមានអំណាចនិងមហិទ្ធិឫទ្ធិដោយលោកម្ចាស់ទេទើបស័ក្តិសមនឹងប៉ះពាល់គង់នេះបានខ្ញុំគ្រាន់តែជាអ្នកយាមតូចតាច
มันเห็นសូមបីតែប៉ះវាឡើយព្រោះខ្លាចបារមីរបស់វាឬពាក្យបញ្ចោរបស់ទន្សាយចចកកំណាចក៏ចាប់ដើមស្រមៃអំពីអំណាចដ៏មហិមាដែលវានឹងទទួលបានណាពេលបន្តិចទៀតនេះវាចង់ខ្លាចជាសាច់ព្រៃដែលគ្រប់សត្វទាំងអស់ត្រូវគ្រប់ខ្លាចក្រាំងតើអញអាចវាបានទេចចកសួរដោយទឹកមុខដែលពោពេញដោយក្តីសង្ឃឹមយ៉ាងខ្លាំងសុភាទន្សាយញញឹមក្នុងចិត្តរួចឆ្លើយថាបានពិតជាបានលោកម្ចាស់ប៉ុន្តែលោកត្រូវរងចាំឲ្យធ្យងរត់ទៅរុកឈើដែលជាដងគង់ដ៏ស័ក្តិសមមកឲ្យលោកសិនហើយម្យ៉ាងទៀតសំឡេងគង់នេះខ្លាំងណាស់ត្រចៀកទួយទួយរបស់ខ្ញុំមិនអាចទ្រុំទ្របានឡើយលោកត្រូវអនុញ្ញាតឲ្យខ្ញុំរត់ទៅឲ្យឆ្ងាយរហូតដល់ភុតទួលខាងមុខសិនចាំពេលខ្ញុំស្រែកថាវាបានហើយពេលនោះលោកអាចចាប់ផ្ដើមវាឲ្យអស់ពីកម្លាំងដៃចុះលោកនឹងទទួលបានអំណាចភ្លាមចចកកំណាតដែលលោភលន់បានយល់ព្រមភ្លាមដោយមិនបានពិចារណាវែងឆ្ងាយសុភាទន្សាយដែលបាំងក្រមាពណ៌ក្រហមឆ្នោតសក៏ប្រញាប់លោតកញ្ឆាមរត់ចេញទៅយ៉ាងលឿនដូចព្រួយដោយទុកឲ្យចចកល្ងងខ្លៅឈួរចាំយ៉ាងអន្តាសានៅពីក្រោមសម្បុកឃុំដ៏កំណាតនោះដោយទឹកមុខរីករាយបំផុតចចកកំណាតបានបោះជំហានយឺតចូលមកគៀកសុភាទន្សាយខណៈដែលទឹកមាត់ដ៏ធំរបស់វាហូរស្រក់ពីចង្គមដ៏មុតស្រួតឯងរត់មិនរួចទេសុភាទន្សាយតូចថ្ងៃនេះគឺជាថ្ងៃចុងក្រោយរបស់ឯងហើយវាគ្រោះហ៊ីមក្នុងបំពង់កយ៉ាងគួរឲ្យខ្លាចភ្នែកពណ៌លឿងឆេះដូចភ្លើងរបស់វាសម្លឹងមើលទៅសុភាទន្សាយមិនដាក់ភ្នែកចំណែកត្រចៀកខាងឆ្វេងដែលមានស្នាមដាច់បន្តិចនោះបានគម្រើបងាកទៅងាកមកដើម្បីស្ដាប់សំឡេងជំវិញខ្លួនទោះបីជាបេះដូងលោតញាប់ដូចជាសំឡេងស្គរក៏សុភាទន្សាយដែលមានប្រាជ្ញាឆ្លាតវៃមិនបានបង្ហាញភាពភ័យខ្លាចចេញមុខខាងក្រៅឡើយវាបានញាក់ច្រមុះតូចពណ៌ផ្កាឈូករបស់វាបន្តិចរួចលើកដៃតូចរបស់វាវែកក្រមាពណ៌ក្រហមឆ្នួតសឲ្យមានរបៀបរួចនិយាយដោយសំឡេងផ្អែមល្ហែមថាអូលោកពូចចកដ៏មានអំណាចនិងអង់អាចក្លាហានពិតណាស់ជីវិតដ៏តូចទាបរបស់ឃីមនេះមិនអាចគេចផុតពីក្រញាំជើងដ៏មុតស្រួចរបស់លោកពូបានឡើយប៉ុន្តែមុននឹងលោកពូស៊ីខ្ញុំចង់ប្រាប់លោកពូនៅរឿងសម្ងាត់ដ៏អស្ចារ្យមួយដែលអាចឲ្យលោកពូក្លាយជាស្ដេចនៃព្រៃនេះជារៀងរហូតចចកកំណាចដែលលោភលន់បានជប់ងក់រួចសម្លឹងមើលសុភាទន្សាយដោយការសង្ស័យរឿងសម្ងាត់ស្អីទៅគុំសង្ឃឹមថានឹងបោកបញ្ឆោតយើងឯសោះវាស្រែកកុំហក់ប៉ុន្តែក្នុងចិត្តចាប់ផ្ដើមរារៈសុភាទន្សាយញញឹមតិចរួចចង្អុលទៅម៉ែកឈើធំមួយនៅក្បែរមាត់អូដែលមានសម្បុកអោម៉ាល់ដ៏ធំរាងមូលដូចជាគង់មួយព្យួរនៅទីនោះលោកពូឃើញទេនោះគឺជាគង់មាសរបស់ព្រះអ៊ីនខ្ញុំត្រូវបានគេចាត់ឲ្យមកយាមគង់នេះយ៉ាងតឹងរឹងបំផុតអ្នកណាដែលបានវ័យគង់នេះសំឡេងរបស់វានឹងហៅសត្វមូសនិងសត្វព្រៃទាំងឡាយឲ្យមកបម្រើលោកពូជាស្ដេចរឹកនាំគ្នាយកចំណីអាហារដ៏ឆ្ងាញ់មកថ្វាយលោកពូមិនចេះចប់មិនចេះហាយលោកពូមិនបាច់ហត់រត់ដេញចាប់សត្វតូចដូចជាខ្ញុំទៀតទេចចកកំណាចសម្លឹងមើលទៅសម្បុកអោម៉ាល់ដ៏ធំនោះដោយក្តីស្រមៃវាគិតក្នុងចិត្តថាបើវាបានខ្លាចជាស្ដេចព្រៃមែនវានឹងលុះនៅយ៉ាងសុខស្រួលបំផុតតើយើងអាចវ័យវាបានទេចចកសួរដោយការចង់ដឹងចង់ឃើញបំផុតសុភាទន្សាយឆ្លើយយ៉ាងរហ័សថាពិតជាបានប៉ុន្តែគង់នេះមានសំឡេងខ្លាំងអស្ចារ្យណាស់បើលោកពូវ័យវាឥឡូវនេះសំឡេងដ៏ខ្លាំងរបស់វាអាចនឹងធ្វើឲ្យធ្លៀងក្រដាសត្រចៀកតូចរបស់ខ្ញុំមិនខានដូច្នេះសូមលោកពូអនុញ្ញាតឲ្យខ្ញុំរត់ទៅពួននៅក្រោយភ្នំនោះសិនចាំពេលដែលខ្ញុំស្រែកថាវ័យបានហើយចាំលោកពូវ័យវាចុះចចកដែលល្ងងខ្លៅក៏យកព្រមភ្លាមដោយមិនបានចាប់អារម្មណ៍ពីល្បិចរបស់ទន្សាយឡើយសុភាទន្សាយក៏ប្រញាប់លោតកញ្ឆេងរត់ចេញពីទីនោះយ៉ាងលឿនដោយភ្លេចបន្តនៅពេលដែលវាបានទៅដល់ចម្ងាយដែលមានសុវត្ថិភាពសុភាទន្សាយក៏ស្រែកខ្លាំងថាវ័យបានហើយលោកពូចចកវ័យឲ្យខ្លាំងបំផុតតាមដែលអាចធ្វើទៅបានភ្លាមនោះចចកកំណាតក៏ងើបឈររួយប្រោក្រញាំជើងដ៏ធំរបស់វាវ័យទៅលើសម្បុកអោម៉ាយ៉ាងខ្លាំងដេងសំឡេងក្រៃមិនមែនចេញជាសំឡេងគង់លយប៉ុន្តែវាបានធ្វើឲ្យសម្បុកអោម៉ាបែកខ្ចាយក្នុងមួយបំព្រិចភ្នែកហ្វូងអោម៉ារាប់ពាន់ក្បាលបានហក់ចេញមកទាំងខឹងសម្បារួចនាំគ្នាដេញទៅចចកកំណាតគ្រប់កម្លាំងទាំងនៅលើមុខភ្នែកនិងត្រចៀកដែលដាច់ស្រឡះរបស់វាជួយផងចចកកំណាតស្រែកលូយ៉ាងខ្លាំងដោយភាពឈឺចាប់វាបានរត់ត្រសួរចូលទៅក្នុងព្រៃរួចលោតចូលទៅក្នុងអូទឹកដើម្បីគេចពីហ្វូងអោម៉ាចំណែកសុភាទន្សាយដែលឈោមើលពីចម្ងាយបានសើកកាយយ៉ាងសប្បាយរីករាយវាបានរៀបចំក្រមាពណ៌ក្រហមឆ្នួតសរបស់វាឲ្យមានរបៀបរួចលោតកញ្ឆេងបន្តដំណើរទៅមុខទៀតដោយក្តីរីករាយសុភាទន្សាយបានបង្ហាញឲ្យឃើញថាទោះបីជាមានរូបរាងតូចទាបក៏ពិតមែនប៉ុន្តែដោយសារតែមានប្រាជ្ញានិងភាពឆ្លាតវៃគេអាចយកឈ្នះលើសត្រូវដែលមានកម្លាំងខ្លាំងក្លានិងកំណាត់បំផុតបានជានិច្ចចាប់ពីថ្ងៃនោះមកចចកកំណាតមិនហ៊ានមកបៀតបៀនសុភាទន្សាយទៀតឡើយនិងរឿងរ៉ាវនៃប្រាជ្ញារបស់សុភាទន្សាយក៏បានល្បីឡាពាក់ពេញព្រៃព្រឹក្សាជារៀងរហូតមក